អូខេសួស្តីបងប្អូនអរគុណមកត្រឡប់មកកាន់ band Lord of B បាទហើយមកថ្ងៃនេះដែរគឺខ្ញុំអត់មាននិយាយអីច្រើនទេមកដើរលេងប៉ុណ្ណឹងបងប្អូនតែឥឡូវហ្នឹងមួយទឹកអីហើយអស់ហើយបាទហើយថ្ងៃនេះថ្ងៃទី2តែថ្ងៃទី1ខ្ញុំបានថតទេថ្ងៃទី1វាអត់មានកុំជឿវីដេអូបងប្អូនតាមប៉ាត់ថតទេថ្ងៃទី1ថតធម្មតាថតហើយឥឡូវថ្ងៃទី2នេះគេចេះមានអារម្មណ៍ថតព្រោះដោយសារមានបុព្វអីចេះប្រពួនចេះថតលេងថតនឹងឲ្យសុបាយមើលតែឥឡូវហ្នឹងពួកនៅអូតែគេហើយម៉ោង6គេចុះទៅញ៉ាំបាយនៅក្រៅម៉ោង6នេះមកទឹកដេកហើយបងប្អូនបាទហើយចាំមើលនៅក្នុងសកម្មភាពញ៉ៃមួយតែខ្ញុំដើរទៅណាខ្លះហ្នឹងហើយបាទនេះគឺជាសកម្មភាពទី1ចង់វីដេអូរៀងញ៉ៃតិចបងប្អូនប្តីផងឆោផងហើយនេះយើងកំពុងតែចេញដំណើរទៅហើយបងប្អូនយើងមើលទៅមេឃអីប៉ុណ្ណឹងហើយជិះដូច2ម៉ោងដល់បងប្អូនហើយយើងក៏បានមកដល់តាមដល់ទៅហើយយើងទៅ immigration តទៀតហើយមកដល់កន្លែងនេះកាយគាត់ក៏បានប្រាប់ថាយើងប្រើឡានក្រុងនេះចន្លោះរយៈពេល4ថ្ងៃហើយជួយសម្អាតនិយាយថាអាកាសធាតុនៅនេះហើយនៅខ្មែរដូចគ្នាទេបាទមកដល់កន្លែងនេះយើងជាកន្លែងព្រះបរមរាជវាំងរបស់ស្ដេចម៉ាឡេស៊ីបងប្អូនហើយនៅនេះគាត់ហើយកាយក៏បានប្រាប់ដែរពេលតុងលើកដល់ចុងមានន័យថាស្ដេចនៅប៉ុន្តែបើតុងលោកត្រឹមពាក់កណ្ដាលទេមានន័យថាស្ដេចមិននៅទេហើយពេលខ្ញុំទៅដល់ហ្នឹងគឺតុងលើកទៅដល់ចុងលើកំពូលបងប្អូនចង់មានន័យថាស្ដេចនៅហើយបងប្អូនពិតជាអស្ចារ្យខ្លាំងមែនតើបាទព្រះបរមរាជវាំងនេះគឺមានសេះការពារដូចខាងនៅអឺរ៉ុបដែរបងប្អូនបាទខាងនៅអឺរ៉ុបបាទហើយមកដល់កន្លែងនេះហើយដូចនៅខាងអឺរ៉ុបចឹងបាទបងប្អូនធ្លាក់ក្រោមអាណានិគមរបស់ប្រទេសអង់គ្លេសហើយមើលទៅអាគារមួយគឺចាស់បាទអាគារហ្នឹងអាគាររបស់អង់គ្លេសទាំងអស់បាទហើយបន្ទាប់ពីនៅយើងក៏បានទៅកន្លែងនាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីបាទហើយក៏ម្ដុំហ្នឹងគឺឈ្មោះពូត្រាចៃយ៉ាហើយក៏ត្រឡប់ទៅវិញទៅព្រោះយ៉ាងទី1អត់សូវដើរលេងច្រើនទេហើយនៅពេលយប់ហ្នឹងយើងទៅគេនៅព្រំដែនបងចូលមកដល់ថ្ងៃទី2អរគ្នាលែងហ្នឹងយើងនៅយប់ទេបងប្អូនបាទឃើញយប់ចង់មែនប៉ុន្តែមិនម៉ោង4ម៉ោង5អីណាម៉ោងសម្រាប់ហ្នឹងម៉ោង6កន្លះបងប្អូនចូលទៅបាត់លេងយើងមកមីបាទគឺថាមិញយើងទៅដាក់បងប្អូនយើងមិនតន់យើងបងប្អូនគូគឺចុះកណ្ដឹងប្រហែលលានដល់ងើបទេបងតែឥឡូវមិនខ្វល់ចុះទៅខាងមើលទៅគេបងប្អូនឥឡូវនិយាយដល់មកហើយបាទនេះបាទប៉ះគ្នាយើងអត់បាទគឺថាប៉ះមែនបាទប៉ះខ្លួនឯងបាទតែមិនអីទេប៉ះជួនល្អពេកយើងហៅប៉ាទៅដាស់ពួកនោះណែឡានក្រុងយើងទៅដល់ណាបាត់ហើយបងប្អូនបាទឡានក្រុងយើងបងបាទអត់តន់ពីខែព្រោះមកយើងយប់ពេកហើយចូលទៅសវែនហូបអីញ៉ាំចឹងសាថាសវែននៅសវែនម៉ាឡេនេះមានអីគេខ្លះបាទហេអ៊ូបាទឡានកាចមកបងប្អូនឡានអត់អូយហ្នឹងនៅគេដាច់លឿនយើងគេដាច់លឿនជាងយើងមួយម៉ាត់អញ្ចឹងខាងយើងអីបើគិតខាងយើងខាងនោះខាងយើងម៉ោង5ហើយបងប្អូនបាទខាងនេះម៉ោង6ចាឥឡូវចូលសាកមើលស្ទើរមានអីគេខ្លះបងប្អូនបាទសវែនបងប្អូនបាទបាន1000បងប្អូនBuddha sauce no តែឥឡូវហ្នឹងយើងមកហោអីញ៉ាំបាទរៀងយឹកទាំងពីរហ្នឹងចាប់តែកូនកាត់លុយសិន
นี่ông ôm bà bỏ lại dương tình bạn âm anh đi à tập tập cho những con để mẹ đây cha không nhiều con lắm coi hộp lắm con lắmเรียนหกตั้งแต่ของผัวสกอร์ยงปงนี่ได้ถ้าจองสามแต่เมียเราทราบก็เดี๋ยวใส่รู้นะมองพูดนะหกดำมาหกใบมาเนี่ยเปล่าอ่ะหกใบสันหกพายบองอ๋อเนี่ยโอเคนี่ป่ะปลักไอ้บ่าปลักคือมันสลักเท่าครั้งสลักครั้งมันเท่ามาอะไรจะจับไก่แต่มันจะจับไอ้ผมจับมาสลักไม่เท่าไงเนี่ยต่อก็ไล่กอยบ้ายืน Hello Miss Hello. Bro bà mà toเป็นล้างครองหายเอาหายยืนก็ดับกายในgiấy hayยืนมาต่อดำนาtới suy cặpปูhayจับมือในกันไล่น้องเมียในcái class mình tạm lời hỏi đi lời prom đáy nóจับนำติดเตยต่ออะไรบางคนว่าต่อเพลินเขาไปในสิงคโปร์บางคนแต่แล้วดันbà là cần lái này cư dân cầm phong lang tàu rồi cần lái pan đây nên mình muốn thả Universal ai một ô là đây mà đó Singapore không phải mà đây là nên lại có mà đây có nên khai bao lái bao bà xin mà bà xin ra mình trai bật lái đây mà lô bà lái Universal không đó đó lái giờ vậy cho nó không biết đâu nó của nhâm tâm nhập từ nhập cái mình ta thông gì mà sao thông mà ta lấy cho lấy gồm một cái ta còn nó nghe được kịch lại wow để tao sẽ cách tomato nắng lại ăn magic Silver Surfer bạn đang hai bóng ôn dừng là bóng tranh tàu vanh hát ní thỏ ra hỏi bóng ôn cảm hiệp tranh tàu vanh bà tàu gái vanh bà đào món tại cái lạnh thay bà không có đào món hộp ấy này bà mà hộp về gai bọt dương mà họ chăm vô mặt tên hơi cho ca chăm làm mau à vô vào bộ mình nhầm hay ha kẻ cho bạn chờ kẻ cho làm điểm mẹ nó đang làm tao nam ở đây bà đây bà đây một mỗi bà đây chăm mơ sân đó đây bà chăm mơ vì đó là khăm một tí bà đi đây kia bà đó là
ឡានក្រុងវិញហើយទាំងអស់គ្នាមកដល់ឡានក្រុងវិញហើយខណៈពេលនេះយើងចេញទៅបន្តទៀតទៅជាមួយនឹងទៅខ្លាចសេដ្ឋកិច្ចអស់ទៅកន្លែងខ្លាចសេដ្ឋកិច្ចទាំងអស់គ្នាសេដ្ឋកិច្ចអស់គ្នាបាទបងប្អូនខ្លាចសេដ្ឋកិច្ចបាទឥឡូវយើងចំទៅបងប្អូនដល់ហើយបងប្អូនអរគ្នានេះ Garden by the way Garden by the way បងប្អូនអរគ្នាបាទនេះកន្លែងចូលទៅលើកន្លែងគេថាមែនតើបាទមានបងមានអីបាទនេះGarden by the way ឥឡូវធ្វើការថតរូបសុំខ្លួនសិនបានដើម្បីក៏មិនទៅដល់ក្នុងមើលបានទៀតមកហើយបងប្អូនអរគ្នាបាទនេះហើយនេះជាសកម្មភាព Garden by the Bay ហ្នឹង Wi-Fi ហ្នឹង Wi-Fi ដឹងដែរនឹងមាន Wi-Fi អត់ទេអូខេឥឡូវយើងដើរទៅមើលទៅដើរដឹងថាទឹកនៅណាហើយបាទឈឺនំហ៎ Wi-Fi Garden by the Bay free Wi-Fi You sure about that Let me see Oh my god តែយើងដើរទៅរកទឹកសិនបងប្អូនអរគ្នាហើយដើរមើលពេញហ្នឹងអស់នេះបាទកន្លែងនេះកន្លែងនេះកាប់សេរីបងប្អូនកន្លែងយប់ស្អាតបងប្អូនមើលទៅនេះទៀតយើងទៅមកខាងនោះទៀតបាទយើងទៅមកខាងនោះMcDonaldហ្នឹងហើយបងប្អូនឥឡូវយើងមកហូបអីនៅនេះសិនបាទព្រោះយើងដឹងការថៃឃ្លានពីអ្នកប្រូនេះហូប burger ហូបសិនណាបងប្អូនគ្នាបាទឥឡូវនៅនេះមាននឹងឆានដើមចេះហូបពីអ្នកប្រូយើងសិនហូបបាទដូចដែលបងប្អូនបានឃើញនេះចឹងបាទនេះគឺជាអគារទូកបាទដែលមានជា1000បន្ទប់បាទ1000បន្ទប់ហ្នឹងខ្ញុំស្ដាប់តាមកាយនិយាយណាខ្ញុំមិនដឹងថាវាប៉ុន្មានណាតែយើងស្ដាប់កាយនិយាយទៅចេះត្រូវតាមកាយស្រាប់ពេលខ្លះហើយដល់ពេលមកយើងបន្តពីហ្នឹងទៅទៀតយើងទៅញ៉ាំអីទៅមើលកន្លែងតោបាញ់ទឹកទៅថតរូបនៅកន្លែងហ្នឹងហើយថតឡើងណាក៏បានដែរបងប្អូនហើយមួយទៀតយើងថតអីហើយក៏ញ៉ាំបានពេលល្ងាចហើយយើងចូលទៅកាន់ Marina Bay Sands នៅក្នុងអគារហ្នឹងបាទទៅមើលទស្សនាការទឹករ៉ងនេះបាទនេះគឺជាកន្លែងមួយដ៏អច្ឆរិយៈខ្លាំងមែនតើបាទថតរូបអស់ច្រើនប៉ុស្តិ៍មែនតើថតរូបក្នុងបាញ់យើងបាត់ហើយបងប្អូនមុខឡើងមុនបីពេញទាំងអស់ហើយបងប្អូនបាទឥឡូវតែមួយអីបាទថតនេះខាងណាវាស្អាតបងបីក៏ថារូបនៅនេះ360ដឺក្រេថតឡើងណាក៏ត្រូវដែរបាទនៅខណៈពេលនេះយើងកំពុងតែរកអីញ៉ាំពេលល្ងាចបងប្អូនអរគ្នាបាទនេះបាទមនុស្សមកច្រើនទៅបាទមនុស្សមកច្រើនទៅបាទព្រោះយប់ឡើងដឹងច្រើនមកកាថៃ Bro what the fuck Bro លើកដៃណា You is មនុស្សឆ្លើយអូណូប៉ាល់ហោះជ័យមួយបាទប៉ាល់ហោះបងប្អូនមកនេះដល់កន្លែងញ៉ាំអីបាទមុខនឹងឃ្លានបាយបងប្អូនហើយឈរមកក្បែរទៀតមកនេះបងប្អូនយើងហូបបាយហើយយើងក៏ទៅមើលទឹកមួយផ្លែតក៏ចេញដំណើរទៅតទៀតនេះបងប្អូនយើងមកដល់កន្លែង Marina Bay Sands របស់គេហើយកន្លែងនោះបាញ់ទឹកស្អាតមែនទែនបាទនេះអាគារស្អាតណាស់មើលភ្លឺចាញ់ចង់ចាក់ភ្នែកតោះឥឡូវមើលទស្សនាការបាញ់ទឹកនេះបងប្អូនបាទបាញ់ស្អាតខ្លាំងមែនទែនគឺបញ្ចេញពន្លឺច្រើនណាបាទហើយបាញ់ហើយគេបាញ់ចំនួន15នាទីបាទក្នុងមួយហើយដល់ពេលបាញ់ហើយគេដាក់ពន្លឺមកទៀតគេដាក់ next ម៉ោង9យើងបាញ់ទៀតវាម៉ោង9បាញ់ទៀតបងប្អូនបាទបងប្អូនហើយយើងមើលឲ្យចប់យើងក៏ប្រញាប់ឡើងក្រុងព្រោះគៀកមកហើយបងប្អូនព្រោះយើងនៅព្រំដែននៅឆែក passport immigration តទៀតបងប្អូន
ហើយយើងក៏ចាប់ធម្មតាកន្លែងបាញ់ទឹកហ្នឹងហើយយើងទៅជួបគ្នាថ្ងៃទី3ថ្ងៃទី3បានមកដល់បាទនៅក្នុងថ្ងៃទី3របស់ខ្ញុំនេះគឺមិនសូវនិយាយអីទេពីព្រោះមុខហ្នឹងមុខឈឺបងប្អូនបាទព្រោះនិយាយច្រើនពេកម្សិលមិញនេះអូវ៉ាលេចេញទៅបងប្អូនបាទទៅដើរលេងទឹកឈឺកបងប្អូនតែមិនអីតែសុបាយដែរមកមុខអូយសុបាយរីករាយហ្មងហើយកាមេរ៉ាព្រិលញាក់កត្រាក់អត់អីទេបងប្អូនតែវីដេអូយើងអាចដំណើរការបានល្អនៅតែល្អដដែលបងប្អូនបាទឥឡូវយើងមើលសកម្មភាពនឹងទៅហើយទៅក្រោមទៅហូបអីបាទបងប្អូនមើលទេសភាពស្អាតកប់ស្រីនេះបាទហូបបាយពេលព្រឹកហើយបាទនេះគឺជាសកម្មភាពថ្ងៃទី3ដែលយើងកំពុងរៀបចំមកលេទៅចេញពីព្រំដែនព្រោះយើងថ្ងៃទី2ទៅសិង្ហបុរីហើយយើងចាប់ផ្ដើមទៅកូឡាឡាំពួរវិញបាទចឹងពីហ្នឹងទៅមុននឹងទៅកូឡាឡាំពួរយើងទៅឡើងភ្នំកែងធីងសិនបាទភ្នំហ្នឹងគឺធំខ្លាំងមែនទែនបាទនេះបាទកំដាចេញចូលទៅក្នុងឡានបងប្អូនបាទហើយមើលទៅកន្លែងគឺសប្បាយខ្លាំងបាទនេះហើយបងប្អូនយើងចូលសវ៉ាជាលើចុងក្រោយបាទនៅក្បែរព្រំដែនបាទបងប្អូនបាទនេះយើងអត់ទិញអីច្រើនទិញតូវីរ៉ូមួយហ្នឹងប៉ុណ្ណាបាទបងប្អូនបាទនេះគឺដល់ពាក់កណ្ដាលផ្លូវបាទយើងមិនค่อยបានចូលបន្ទប់ទឹកព្រោះដោយសារឈឺនោមពេកបាទហើយយើងក៏ជិះតាមផ្លូវមើលទេសភាពតទៀតបាទបងប្អូនបាទមកដល់កន្លែងនេះគឺយើងមកដល់កន្លែងញ៉ាំអីពេលថ្ងៃហើយបាទមកញ៉ាំអីហើយយើងចេញដំណើរទៅភ្នំពូតាខែវបាទមកដល់កន្លែងញ៉ាំអីហើយជាមួយចានតែឥឡូវគេតន់លងមកឥឡូវគេលើកមកហូបមកបាទមកដល់ពេលលើកមកហូបមកភ្លាមផ្លេចថតបងប្អូនបាទគឺថាមកដល់ហើយបាទនេះបូតាខែវពូភ្នំគឺភ្នំធំមកបងប្អូនអើយគឺក្នុងនោះតែធំណាស់បងប្អូនហើយកាមេរ៉ាមើលនៅក្នុងនឹងទីរៀងស្អាតតិចបាទហើយមើលដោយសារអីខ្ញុំភ្លេចជូរដល់ចោះទៅលើឡានភ្លាមខ្ញុំមិនដឹងថាកាមេរ៉ាហើយថតនឹងចំពេលថ្ងៃក្តៅមកបងប្អូនថតថាក្តៅថតមើលអីខ្វល់ទេ40នាទីទៅតនេះឃើញតោះ Mission start ឡើងនេះនេះបងប្អូនបាទឡើងបានពាក់កណ្ដាលយើងចង់នេះចង់អីបាទចង់ងែមងាបណ្ដាបាទនេះបាទអូតែស្អាតស្អាត Yes guys we made it to the top ដើរចុះតោះឡើងចុះផងអូខេឥឡូវយើងចូលមកដល់ខែវបូតាបាទូច្រឡំបាទយើងចូលមកដល់ខែវបាទូបាទអូឥឡូវនៅខាងមុខមានចដោទៀតរបស់ច្រើនបាទទៅទៀតទិញមួយបាទបន្ទាប់ពីចេញពីបាទូខែវហើយយើងបានមកដល់ភ្នំកែងធីងទៅតទៀតបាទនេះគឺនៅម្ដុំភ្នំកែងធីងបាទកន្លែងនេះគឺកន្លែងនៅក្រោមបាទដូចថាឡើងទៅដល់លើទុកជាឲ្យបងប្អូនបាទឥឡូវឃើញខ្លួនហើយទៅទៀតឡើងចដាយន្តបងប្អូនច្រើនពេកបាទបងប្អូននេះយើងឡើងទៅហើយបងប្អូនបាទចាប់ដើមឡើងទៅហើយចាំមើលថតទេសភាពនៅខាងមុខទៀតមានបងប្អូនបាននៅក្នុងនោះយើងដឹកដើរលេងយប់ចឹងបងប្អូនយើងនៅក្នុងនោះមានរបស់លេងជាច្រើនមានជិះតង់ជា roller coaster លេងហ្គេមនេះយើងលេងមកឆ្អែតហើយអស់បាទនេះបើមើលទេសភាពគេនៅក្នុង mall បាទកប់ស្រី
នេះបងប្អូនបាទយើងចេញដំណើរទៅវិញហើយបងប្អូនដែលយើងទៅត្រឡប់ទៅកន្លែងមហោពេលល្ងាចបងប្អូនព្រោះដើរលេងនៅភ្លុំហ្គេងធីនេះកប់សេរីហ្មងដើរមែនបងប្អូនដើរ2ម៉ោងក្នុងហ្នឹងបាទមើលមុខដាក់នេះ slash អស់ហើយអស់ហើយលេងមុខ stress នេះមុខហើយដល់មកចេញទៅហូបអីបាទបងប្អូនបាទនេះត្រឡប់ទៅវិញហើយបាទឡើងក្រុងត្រឡប់ទៅវិញហើយតែដោយសារតែខ្ញុំភ្លេចថតបាយពេលល្ងាចចឹងយើងបន្តទៅស្អែកទៀតបាទដែលត្រូវឡើងត្រូវទៅវិញហើយបាទនេះហើយបងប្អូនយើងមកដល់អូតែលតែម្ដងបាទព្រោះញ៉ាំបាយពេលល្ងាចហើយគឺទៅអូតែលហ្នឹងហ្មងបាទយើងអត់ទៅណាផ្សេងទៀតទេបាទហើយស្អែកយើងជួបគ្នាបន្តទៀតថ្ងៃទី4បាទចូលបោកវីដេអូដំបូងនេះគឺជាអាហារពេលព្រឹករបស់យើងបាទហើយបន្ទាប់ពីហូបបាយហើយយើងក៏បានឡើងទៅអាគារភ្លោះបាទទៅថតរូបនៅក្នុងចំនួន2ម៉ោងបាទហើយនៅនោមចូលទៅក្នុងទៀតបាទបងប្អូនហើយបន្ទាប់ពីថតរូបហើយយើងក៏បានជិះមកដល់ប្រលានយន្តហោះរបស់ប្រទេសម៉ាឡេស៊ីទៅហើយបងប្អូនបាទយើងគឺជាកន្លែងមួយដែលត្រូវត្រឡប់ទៅវិញហើយនេះទៅកតុងកាយហ្នឹងយើងដើរទៅតាមកាយបាទហើយនេះគឺយើងអង្គុយចាំហើយបន្តមកទៀតយើងក៏បានដើរទៅក្នុងដើរទៅវិញហើយបាទបងប្អូនបាទហើយកុំភ្លេចជួយ like subscribe វីដេអូខ្ញុំម្នាក់មួយបងបាទបើពេញចិត្តវីដេអូផងបើពេញចិត្តវីដេអូដាក់បេះដូងឲ្យច្រើនណាបងប្អូនបាទអរគុណសម្រាប់ការមើលបងប្អូនបាយបាយ